យន្តហោះ F16 ថៃទម្លាក់គ្រាប់បែកលើឃ្លាំងអុកញ៉ាវងដួងបណ្ដាលឲ្យមានមនុស្សរងរបួស 2 នាក់ ករណីកងកម្លាំងយោធាថៃបន្តឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅព្រឹកថ្ងៃទី 18 ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែក 3 គ្រាប់មកលើឃ្លាំងមួយកន្លែងនៅទីក្រុងប៉ោលប៉ែតដែលជាកម្មសិទ្ធិរបស់លោកអុកញ៉ាវងដួងបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងមនុស្សរងរបួសស្រាល 2 នាក់នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទុយសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនារសៀលថ្ងៃប្រហ័សនេះថានាព្រឹកថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 យន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន 3 គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោលប៉ែតខេត្តបន្ទាយមានជ័យបណ្ដាលឲ្យខូចខាតអគារមួយខ្នងដំបូលឃ្លាំងអុកញ៉ាវងដួងផ្នែកខាងត្បូងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រាល 2 នាក់គិតមកដល់ថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 ដែលជាថ្ងៃទី 12 ហើយភាគីថៃនៅតែបន្តរំលោភបំពានលើបទឆុបបាញ់និងសេចក្តីថ្លែងការណ៍រួមដោយពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 នៅថ្ងៃទី 18 ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោចនាវេលាម៉ោង 9:51 នាទីនិងម៉ោង 10:07 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក្យស្បាយខេត្តព្រះវិហារ